សិល្បៈនៃការដោះស្រាយជម្លោះបង្វែរការឈ្លោះប្រកែកឲ្យក្លាយជាក្តីស្រឡាញ់កាន់តែស៊ីជម្រៅបន្ទាប់ពីយើងបានយល់ដឹងពីភាពខុសគ្នាពីធម្មជាតិរវាងបុរសនិងស្ត្រីរួចមកសំណួរដែលសំខាន់ដែលបងប្អូនតែងតែសួរនោះគឺតើនៅពេលដែលមានជម្លោះកើតឡើងតើយើងគួរដោះស្រាយបែបណាដើម្បីកុំឲ្យបែកបាក់នៅក្នុងទំនាក់ទំនងជម្លោះមិនមែនជារឿងដែលគួរឲ្យខ្លាចនោះទេប៉ុន្តែអ្វីដែលយើងគួរឲ្យខ្លាចគឺរបៀបដែលយើងឆ្លើយតបទៅកាន់គ្នាទៅវិញទៅមកបើបងប្អូនចេះប្រើសិល្បៈនៃការដោះស្រាយដែលត្រូវនឹងចិត្តសាស្ត្ររវាងបុរសនិងស្ត្រីបងប្អូននឹងឃើញថាក្រោយពេលដែលឆ្លោះគ្នាអ្នកទាំងពីរបែរជាយល់ចិត្តនិងស្រឡាញ់គ្នាលើសពីមុនទៅទៀតច្បាប់ដំបូងបំផុតដែលបុរសគួរយល់ដឹងគឺនៅពេលដែលមនុស្សស្រីខឹងឬតូចចិត្តនាងមិនត្រូវការហេតុផលភ្លាមៗនោះទេក្នុងកំឡុងពេលជម្លោះអារម្មណ៍របស់នាងគឺសំខាន់ជាងការពិតប្រសិនបើបុរសព្យាយាមយកឈ្នះដោយការប្រើហេតុផលឬព្យាយាមប្រាប់នាងថានាងខុសក្នុងពេលដែលនាងកំពុងយំនោះវានឹងធ្វើឲ្យភ្លើងជម្លោះកាន់តែឆេះខ្លាំងវិធីដែលល្អបំផុតសម្រាប់បុរសគឺការប្រើភាពអត់ធ្មត់និងការចេះស្ដាប់ចូលអនុញ្ញាតឲ្យនាងបញ្ចេញអ្វីៗដែលនៅក្នុងចិត្តឲ្យអស់ដោយគ្រាន់តែអោបនាងហើយនិយាយពាក្យថាបងសុំទោសដែលធ្វើឲ្យអូនមានអារម្មណ៍មិនល្អនៅពេលដែលអារម្មណ៍របស់នាងត្រូវបានគេទទួលស្គាល់និងលួងលោមឲ្យត្រជាក់ហើយទើបហេតុផលអាចចូលមកតាមក្រោយបានយ៉ាងងាយស្រួលចំណែកឯមនុស្សស្រីវិញចំណុចដែលនាងគួរយល់ដឹងអំពីបុរសក្នុងពេលឆ្លោះគ្នាគឺគាត់ត្រូវការលំហឬក៏ហៅកាត់ថា space នៅពេលដែលបុរសមានអារម្មណ៍ថាត្រូវគេស្ដីបន្ទោសឬត្រូវគេវាយប្រហារដោយពាក្យសម្ដីគាត់នឹងជ្រើសរើសការនៅស្ងៀមឬចង់ដើរចេញពីកន្លែងនោះមួយរយៈមនុស្សស្រីច្រើនតែយល់ច្រឡំថាការនៅស្ងៀមស្ងាត់របស់គាត់គឺជាការមិនខ្វាយខ្វល់ប៉ុន្តែការពិតវាគឺជាវិធីដែលគាត់ប្រើដើម្បីគ្រប់គ្រងកំហឹងដើម្បីកុំឲ្យនិយាយពាក្យដែលធ្វើឲ្យនាងឈឺចាប់ដូច្នេះក្នុងនាមជានារីដែលមានគុណភាពនាងគួរផ្ដល់ពេលវេលាឲ្យគាត់បាននៅស្ងប់ស្ងាត់ខ្លះកុំព្យាយាមដេញចម្រិតសួរគាត់នៅពេលដែលគាត់មិនទាន់ត្រៀមខ្លួននៅពេលដែលគាត់មានអារម្មណ៍ថាមានសុវត្ថិភាពនិងត្រូវបានគេយកចិត្តទុកដាក់និងមិនទទួលបានសម្ពាធគាត់នឹងត្រឡប់មកវិញដោយចិត្តនឹងណជាងមុនគន្លឹះដ៏សំខាន់មួយទៀតសម្រាប់អ្នកទាំងពីរគឺការប្រើប្រាស់ពាក្យខ្ញុំជំនួសឲ្យពាក្យអ្នកជានិយាយថាអ្នកតែងតែធ្វើបែបនេះដាក់ខ្ញុំដែលជាពាក្យចោទប្រកាន់ចូលជំនួសមកវិញនៅពាក្យថាខ្ញុំមានអារម្មណ៍ថាអន់ចិត្តនៅពេលដែលរឿងនេះកើតឡើងការនិយាយចេញពីអារម្មណ៍ផ្ទាល់ខ្លួនមិនធ្វើឲ្យដៃគូមានអារម្មណ៍ថាត្រូវគេវាយប្រហារឡើយប៉ុន្តែវាធ្វើឲ្យគេយល់ពីការឈឺចាប់របស់យើងក្រៅពីនេះការចេះដាក់ខ្លួននិងការចេះសុំទោសមុនមិនមែនមានន័យថាអ្នកចាញ់នោះទេប៉ុន្តែមានន័យថាទំនាក់ទំនងរបស់អ្នកមានតម្លៃជាងភាពក្រអឺតក្រទមឬការឈ្នះចាញ់របស់អ្នកជាចុងក្រោយចូលចាំថាក្នុងជម្លោះគ្រួសារគោលដៅមិនមែនដើម្បីរកថាអ្នកណាត្រូវអ្នកណាខុសនោះទេប៉ុន្តែគឺដើម្បីរកវិធីរស់នៅជាមួយគ្នាដោយក្តីសុខបើអ្នកឈ្នះលើដៃគូប៉ុន្តែត្រូវបាត់បង់នូវសេចក្តីស្រឡាញ់តើវាមានន័យអ្វីទៅចូលរៀនប្រើភាពខុសគ្នាដើម្បីបំពេញឲ្យគ្នារៀនអត់ឱនចំពោះចំណុចខ្វះខាតនិងរៀនផ្ដល់ការកោតសរសើរចំពោះចំណុចល្អៗដែលម្នាក់ៗបានផ្ដល់ឲ្យប្រសិនបើបងប្អូនយល់ថាវិធីសាស្ត្រទាំងនេះមានប្រយោជន៍សម្រាប់ជីវិតគូកុំភ្លេចចែករំលែកវីដេអូនេះទៅកាន់មនុស្សជាទីស្រឡាញ់ឬដៃគូរបស់អ្នកដើម្បីកសាងសុភមង្គលជាមួយគ្នាសូមអរគុណចំពោះការតាមដានទស្សនាវីដេអូប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយ like និង subscribe channel របស់ពួកយើងដើម្បីទទួលបាននូវព័ត៌មានថ្មីៗនិងចំណេះដឹងថ្មីៗបន្ថែម Subscribe for more